ជួយសួរគ្រូថ្ងៃនេះខ្ញុំមកបង្កើតអីuser មួយឯងពី PWD ហើយជាមួយនឹង create user include home ផ្សេងៗអញ្ចឹងជាដំបូងយើងត្រូវវាយ PWD ដើម្បីយើងនៅប្រកាន់ user មួយណាហើយនឹងបន្តយើង sudo user add.m.f/bin/bit ដើម្បីហើយយើងនឹងវាយ user របស់ខ្ញុំទៅជាបន្តយើងវាយពីទៀតគឺ sudo pwfwd ឈ្មោះខ្ញុំបន្តហើយដើម្បីបង្កើត user មួយទៀតអញ្ចឹងខ្ញុំ retype នៃ new password របស់ខ្ញុំគឺ124ដើម្បីវាយ user ដែលបង្កើតថ្មីគឺ sudo manet 3ហើយនឹង password 124ហ្នឹងនេះក៏ខ្ញុំបានបង្កើតជាមួយនឹង create user include home concept ផ្សេងៗ PWD ហើយ user ដែលខ្ញុំបានបង្កើតហ្នឹងគឺ manet 3ហ្នឹងហើយនឹងបង្កើត file OK test ខ្ញុំបានបង្កើតបានសម្រាប់ហើយខ្ញុំបាន type test មួយសារទៀតហើយកាត់ ls ដើម្បីបង្ហាញហើយក៏ចាក់ចេញទៅtest ទៅ user ដើមរបស់ខ្ញុំវិញបាទអស់ហើយជួយសួរលោកគ្រូថ្ងៃនេះខ្ញុំមកបង្កើត user management ដែលទាក់ទងជាមួយនឹងការបង្កើត user ថ្មីអញ្ចឹងជាដំបូងខ្ញុំបានវាយឈ្មោះនិង password របស់ខ្ញុំគឺ124ដើម្បីបង្កើត user ដឹងថាហើយយើងក៏វាយ user ដែលយើងចង់ថាយើងបង្កប់នៅលើមួយនេះគឺយើងវាយ who am I ហើយនេះនឹងបង្កើតទៀត sudo bit update ដើម្បី update អញ្ចឹងលោកគ្រូនេះយើងបែបយើង124ខ្ញុំបែរខំចុះមកម្ដងទៀតយើងទៅ update ម្ដងទៀតគឺ sudo bit update គូដើម្បី run script អញ្ចឹងអ្វីដែលយើងនេះគឺយើងបានសម្រេចហើយហើយជាបន្តយើងវាយ bit list ដែលយើងត្រូវតែ update បន្តលោកគ្រូហើយជាបន្តយើងក៏វាយ sudo apt install.y open ssh server បាទហើយពេលដែលយើងវាយជាបន្តហើយយើងបង្កើតបន្ត sh sudo system sudo បាទ available ហើយបន្តមកគឺយើងវាយបន្តដែល sudo system ដើម្បីបង្កើត user មួយទៀតគឺ sudo systeml structure sh ហើយយើងក៏បន្តវាយជាមួយនឹង sudo ufw allow sh គឺយើងបង្កើតមួយទៀតហើយយើងក៏នៅក្នុង IP ហើយយើងចូលទៅក្នុង cmd ដើម្បីចឹងថា IP ដែលយើងបានបង្កើតគឺត្រឹមត្រូវហើយហើយក៏យើងវាយដើម្បីឲ្យដឹងថា user យើងរបស់អ្នកណាគឺខ្ញុំតែពេលហ្នឹងខ្ញុំច្រឡំវាយ sh root ជាមួយនឹង IP តែខ្ញុំបានដូរមក user ដែលរបស់ខ្ញុំបានបង្កើតវិញគឺ sh manet ហើយនឹង IP ហើយនឹង password របស់ខ្ញុំដែលខ្ញុំបានដាក់អញ្ចឹងយើង system របស់យើងគឺ start ទៅដែលយើងទៅជាតំបន់ណាគឺហើយយើងវាយ who am I